ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូមួយដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបនៃការធ្វើជីកំប៉ុស្តទឹកសម្រាប់យកមកស្រោចដំណាំរបស់យើងចា៎ហើយជីកំប៉ុស្តទឹកនេះសម្រាប់វត្ថុធាតុដើមសម្រាប់ផ្សំគឺងាយទេបងប្អូនអាចរកនៅជាមួយផ្ទះរបស់បងប្អូនបានដោយបងប្អូនមិនចាំបាច់ក្នុងការចំណាយថវិកាសម្រាប់ទិញឡើយចា៎ហើយគ្រឿងផ្សំដែលសំខាន់គឺខ្ញុំជ្រើសយកស្លឹករុក្ខជាតិចំនួន3ប្រភេទផ្សំចូលគ្នាដែលមានទម្ងន់សរុបចំនួន3គីឡូក្រាមចាហើយក្រៅពីស្លឹករុក្ខជាតិគឺខ្ញុំមានលាមកសាច់ចំនួន1គីឡូក្រាមផងដែរហើយសម្រាប់ស្លឹករុក្ខជាតិគឺមាន3ប្រភេទទី1គឺមានស្លឹកអង្គាដីទី2គឺស្លឹកស្តៅនិងទី3គឺស្លឹកកន្ទ្រៀងខេត្តសម្រាប់ស្លឹកអង្គាដីគឺជាប្រភេទរុក្ខជាតិដែលមានផ្លែជាគួរគេប្រើវាសម្រាប់ជួយបង្កើននូវជាតិអាសូតដែលជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ដំណាំរបស់យើងហើយមួយទៀតបើសិនជាបងប្អូនអត់មានស្លឹកអង្គាដីទេបងប្អូនអាចប្រើជាប្រភេទដំណាំផ្សេងៗដែលមានផ្លែជាគួរឧទាហរណ៍ដូចជាសណ្តែកក៏យើងអាចយកមកប្រើការបានដូចគ្នាហើយបន្តមកទៀតតកតងជាមួយនឹងស្លឹកស្តៅគឺយើងដាក់កំប៉ុស្តនេះគឺដើម្បីជាថ្នាំដែលអាចជួយបណ្ដេញក៏ដូចជាជួយកម្ចាត់នៅពពួកសត្វល្អិតចង្រៃមួយចំនួនដោយសារតែវាមានក្លិនក៏ដូចជារសជាតិល្វីងជួយបណ្ដេញនៅពពួកសត្វល្អិតទាំងអស់នឹងបានមួយវិញទៀតតកតងជាមួយនឹងស្លឹកកន្ទ្រៀងខេត្តគឺវាជួយបង្កើននូវសារធាតុចិញ្ចឹមក៏ដូចជាវាក៏ជាផ្នែកមួយនៃរុក្ខជាតិដែលជួយបណ្ដេញនៅពពួកសត្វល្អិតចង្រៃហើយក៏វាជួយគ្រប់គ្រងពពួកប៉ារ៉ាស៊ីតបានមួយចំនួនផងដែរជីកំប៉ុស្តទឹកមួយប្រភេទនេះក៏វាផ្ដល់នូវអត្ថប្រយោជន៍ដូចជាទី1គឺវាជួយជំរុញដល់ការលូតលាស់របស់រុក្ខជាតិក៏ដូចជាដំណាំរបស់យើងហើយមួយទៀតគឺជួយបង្កើននៅសារធាតុមីក្រូសរីរាង្គឬក៏យើងអាចហៅម្យ៉ាងទៀតថាពពួកសត្វល្អិតមានប្រយោជន៍ដែលរស់នៅក្នុងដីនិងជួយបណ្ដេញនៅពពួកសត្វល្អិតចង្រៃផ្សេងៗហើយក្រៅពីនោះគឺវាធ្វើឲ្យបន្លែក៏ដូចជាដំណាំរបស់យើងមានរសជាតិផ្អែមឆ្ងាញ់ផងដែរបន្ទាប់ពីធ្វើការកាត់ស្លឹករុក្ខជាតិទាំង3ប្រភេទនឹងរួចហើយយើងយកវាទៅដាក់ក្នុងពាងឬក៏ធុងទឹកដែលមានចំណុះទឹកចំនួន50លីត្រហើយបន្តមកទៀតគឺចាក់លាមកសាច់របស់យើងចូលទៅក្នុងនោះដើម្បីងាយស្រួលបងប្អូនអាចប្រើជាការរងសម្រាប់ច្រកវត្ថុធាតុដើមក្នុងនោះហើយដាក់ផលិតក្នុងទឹកក៏បានដែរតែសម្រាប់ខ្ញុំដាក់ផ្ទាល់តែម្ដងសកម្មភាពបន្ទាប់គឺបងប្អូនត្រូវធ្វើការកូរវាយ៉ាងហោចណាស់ក្នុងមួយសប្តាហ៍គឺ2ទៅ3ដងហើយសម្រាប់ដំណើរការនៃការកាច់កំប៉ុស្តនេះគឺយើងត្រូវរង់ចាំវារយៈពេល3ទៅ6សប្តាហ៍អាស្រ័យទៅលើប្រភេទកំប៉ុស្តឬវត្ថុធាតុដើមផ្សំនីមួយៗអញ្ចឹងលក្ខណៈសម្គាល់នៃកំប៉ុស្តដែលយើងអាចយកប្រើប្រាស់បានទី1គឺសម្គាល់ទៅលើក្លិនរបស់វាអត់ឆួលហើយសភាពទឹកគឺមានសភាពថ្លាហើយមួយទៀតគឺវាអត់មានកម្ដៅអញ្ចឹងយើងអាចយកវាមកប្រើប្រាស់បានហើយសម្រាប់ការប្រើប្រាស់គឺយើងប្រើទឹកជីរបស់យើងចំនួន1លីត្រលាយជាមួយនឹងទឹកធម្មតាចំនួន15ទៅ20លីត្រអាចស្រោចទៅលើដំណាំរបស់យើងបានហើយសម្រាប់ការស្រោចគឺយើងអាចស្រោចទៅលើដំណាំបន្ទាប់ពីដាំឬក៏ស្ទូងរយៈពេល2ទៅ3សប្តាហ៍ឬក៏3សប្តាហ៍បន្ទាប់ពីចេញផ្កាឬក៏រុក្ខជាតិនឹងវាខ្វះសារធាតុចិញ្ចឹម